ទឹកមិនគ្រប់គ្រាន់តើនឹងមានអ្វីកើតឡើងចំពោះទារកចាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីសារៈប្រយោជន៍4យ៉ាងក្នុងកំឡុងពេលមានផ្ទៃពោះដែលម៉ាក់គួរតែព្យាយាមញ៉ាំទឹកទី1វិញនៅពេលដែលម៉ាក់ញ៉ាំទឹកគ្រប់គ្រាន់វាធ្វើឲ្យបរិមាណនៃទឹកភ្លុះនោះក៏កើនឡើងតាមនឹងដែរវាជួយឲ្យបរិមាណទឹកភ្លុះគ្រប់គ្រាន់ទី2បញ្ជាការតុល្យភាពក្នុងកំឡុងពេលមានផ្ទៃពោះសម្រាប់ម៉ាក់ដែលមានផ្ទៃពោះធ្លាប់ដឹងហើយនៅពេលដែលញ៉ាំទឹកមិនគ្រប់គ្រាន់ឬក៏ញ៉ាំផ្លែមិនគ្រប់គ្រាន់ធ្វើឲ្យម៉ាក់មានបញ្ហាទិលមុខដោយសារការប្រែប្រួលប្រព័ន្ធរំលាយអាហារហើយទី3កាត់បន្ថយការឆ្លងមេរោគតាមផ្លូវទឹកនោមអញ្ចឹងនៅពេលដែលម៉ាក់ញ៉ាំទឹកគ្រប់គ្រាន់ការនោមចេញមកអស់ក៏ជួយកាត់បន្ថយការច្រឡំមេរោគទៅនៅលើផ្លូវទឹកនោមដែរហើយទី4គឺកាត់បន្ថយបញ្ហាហាមដៃហាមជើងម៉ាក់ខ្លះឃើញខ្លួនឯងហាមដៃហាមជើងកុំគិតថាមកញ៉ាំទឹកច្រើនអត់ទេការដែលញ៉ាំទឹកហ្នឹងគឺធ្វើឲ្យកាត់បន្ថយបញ្ហាហាមដៃហាមជើងទៅវិញឯង1លីត្រកន្លះ2លីត្រទៅ3លីត្រហើយបើសិនជាអាកាសធាតុក្តៅខ្លាំងជាងហ្នឹងម៉ាក់គួរតែញ៉ាំច្រើនជាងហ្នឹងដើម្បីសម្គាល់ថាម៉ាក់ញ៉ាំទឹកគ្រប់អត់គ្រាន់តែត្រូវគេមើលពណ៌ទឹកនោមបើសិនជាពណ៌ទឹកនោមមានពណ៌ខ្មៅហើយវាមានក្លិនឆ្អែតខ្លាំងហ្នឹងបញ្ជាក់ថាម៉ាក់ខ្វះជាតិទឹកហើយអញ្ចឹងលើកទឹកចិត្តឲ្យម៉ាក់ព្យាយាមញ៉ាំទឹកឲ្យបានគ្រប់គ្រាន់កុំចាំតតែឃ្លានចាំញ៉ាំគួរតែព្យាយាមកាន់ដបទឹកជាប់ខ្លួនទៅនៅពេលដែលនេះអីគួរតែព្យាយាមញ៉ាំឲ្យបានទៀងទាត់ហ្នឹងម៉ាក់ណាខ្លះដែលអត់ចូលចិត្តញ៉ាំទឹកស្ដាប់វីដេអូហ្នឹងហើយគួរតែព្យាយាមញ៉ាំឡើងវិញហើយសម្រាប់ម៉ាក់គិតថាវីដេអូនេះមានប្រយោជន៍ជួយ share ទៅឲ្យបងប្អូនស្ត្រីផ្សេងទៀតដែលគាត់អត់ចូលចិត្តញ៉ាំទឹកក្នុងកំឡុងពេលមានផ្ទៃពោះចាហើយជួយ follow ដើម្បីទទួលបានព័ត៌មាននិងមើលវីដេអូថ្មីៗចាអរគុណជួបគ្នាវីដេអូក្រោយ